ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើបបរគ្រឿងញ៉ាំងាយៗនៅផ្ទះជាមួយនឹងខ្ញុំចានឹងខ្ញុំដាក់ដាំទឹកហើយដាក់ស្លឹកក្រូចបន្តិចហើយគ្រឿងផ្សំដូចបានថតបង្ហាញអញ្ចឹងយើងធ្វើបបរសាច់ជ្រូកហើយយើងមានផ្សិតច្បើងខ្លះដែរអញ្ចឹងខ្ញុំធ្វើបបរខ្ញុំឆាអង្ករចាអញ្ចឹងដាក់ខ្លាញ់ក្តៅហើយខ្ញុំដាក់ខ្ទឹមដែលយើងបានច្រាំហ្នឹងគឺយើងបំពងវាឲ្យក្រៀមហើយយើងដួសចេញមកហើយចាំយើងដាក់អង្ករដែលយើងបានលាងហើយហ្នឹងយកទៅឆាវាដើម្បីឲ្យមានក្លិនឈ្ងុយចាហើយបើសិនជាបងប្អូនប្រើស្ករសអាចកម្លោចស្ករបានតែនាងខ្ញុំប្រើស្ករត្នោតអញ្ចឹងខ្ញុំដាក់ស្ករចុះឆាចូលតែម្ដងជាមួយអង្ករចាឥឡូវទឹកយើងពុះយើងក៏លេខមកដាក់សាច់សិនក្នុងពេលដែលយើងស្ងោរសាច់ហ្នឹងយើងមានថែមអំបិលបន្តិចតែកុំដាក់ប្រៃពេកដោយសារយើងមានប្រើជ្រេពៅដែរចាហ្នឹងជ្រេពៅប្រៃនាងខ្ញុំលាងទឹកស្អាតហើយខ្ញុំហាន់បែបហ្នឹងដាក់ទៅចូលទៅក្នុងទឹកស៊ុបដែលយើងត្រៀមនឹងធ្វើបបរនេះអង្ករដែលខ្ញុំឆាហើយវារឿងពណ៌លឿងដោយសារយើងប្រើស្ករត្នោតចាដើម្បីឲ្យបបរយើងមានពណ៌ល្អចឹងខ្ញុំដាក់ស្ងោរវាឲ្យពុះដើម្បីឲ្យអង្ករយើងរីកហើយទន្ទឹមហ្នឹងសាច់យើងក៏ផុយទៅតាមនឹងដែរចាហើយយើងអាចគៀពពុះនឹងចេញបានយើងធ្វើការកូរបាតជៀសវាងការខ្លោចបាតអញ្ចឹងអំឡុងពេលរងចាំនឹងខ្ញុំធ្វើការហាន់បន្លែឬក៏ហាន់ស្លឹកជីហ្នឹងបដាទៅយើងរៀបចំកុំឲ្យយើងខាត់ពេលចាហ្នឹងហើយនេះផ្សិតដែលយើងត្រៀមដាក់ជាមួយនឹងបបរខ្ញុំប្រើផ្សិតច្បើងអញ្ចឹងឃើញតែសាច់យើងឆ្អិនហើយនឹងខ្ញុំស្រង់សាច់វាទុកម្លែកហើយបបរយើងរីកល្មមដែរខ្ញុំដាក់ជាមួយនឹងផ្សិតច្បើងហើយយើងដាក់ប៊ីចេងបន្តិចចាអញ្ចឹងហាន់ក្រូចឆ្មាចឹងខ្ញុំបញ្ជាក់អំបិលខ្ញុំដាក់ដើមដំបូងពេលដាំទឹកហើយស្ករយើងឆាជាមួយអង្ករហើយប៊ីចេងយើងដាក់តាមក្រោយចានេះសៀងគឺយើងប្រើសៀងផ្អែមខ្ញុំលាងទឹកហើយខ្ញុំចិញ្ច្រាំនឹងដាក់ប៊ីចេងបន្តិចថែមទឹកក្តៅយើងទុកមួយផ្នែកឥឡូវយើងមកហាន់សាច់ម្ដងចាសាច់វិញយើងអាចហាន់របៀបខ្ញុំក៏បានឬក៏បងប្អូនចង់ហាន់តាមរបៀបបងប្អូនក៏បានខ្ញុំប្រើគ្រឿងក្នុងលាយជាមួយសាច់3ជាន់ចាឥឡូវគ្រឿងយើងធ្វើហើយបបរយើងក៏ឆ្អិនឥឡូវយើងដួសបបរយើងថែមជាមួយនឹងគល់ស្លឹកជីនិងស្លឹកខ្ទឹមចាពេលយើងដួសបបរហើយយើងដាក់សាច់និងថែមគ្រឿងតាមចំណង់ចំណូលចិត្តយើងទៅបានអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំហើយបើសិនជាមានសំណួរអាចឆាតឬ comment សួរបានចាអរគុណច្រើន